ឡើង Air Force One ឲ្យកាមេរ៉ាថតឃើញតែលោក Donald Trump មិនបានហោះចេញជាមួយយន្តហោះនោះទេក្រោមការគំរាមធ្វើឃាតពីរងប្រធានាធិបតីអាមេរិកត្រូវបានលួចនាំចេញតាមឡានដឹកអាហារបដូរទៅយន្តហោះយោធាមួយផ្សេងទៀតខណៈដែល Air Force One ហោះចេញធ្វើជានុយបន្លំប្រតិបត្តិការដោយភាពយន្តដ៏កម្រនេះកើតឡើងនៅថ្ងៃទី8ខែកក្កដាឆ្នាំ2026ក្រោយលោក Trump ចូលរួមកិច្ចប្រជុំកំពូល NATO នៅទីក្រុងអង្ការ៉ាប្រទេសទួរគីរឿងដែលត្រូវបានលាក់អស់ជាង1ខែនេះទើបត្រូវកាសែត The Washington Post ទម្លាយនៅថ្ងៃទី10ខែសីហាហើយ Reuters រាយការណ៍បន្តនៅថ្ងៃទី11ខែសីហានៅថ្ងៃចាក់ចេញអ្វីមើលទៅដោយដំណើររបស់ប្រធានាធិបតីអាមេរិកធម្មតាលោក Trump ឡើងជណ្ដើរ Air Force One នៅចំពោះមុខកាមេរ៉ាគ្រងវីដៃលារួចចូលទៅខាងក្នុងយន្តហោះតែពីក្រោយទស្សនវិជ្ជានោះក្រមសន្តិសុខបានរៀបចំផ្លូវចាក់ចេញមួយផ្សេងទៀតរួចជាស្រេចទៅហើយលោក Donald Trump ត្រូវបានបញ្ជូនតាមឡានដឹកអាហារទៅកាន់យន្តហោះ C-32A របស់កងទ័ពអាកាសអាមេរិកដែលចតនៅក្បែរនោះចំណែកយន្តហោះ Air Force One ដែលគ្រប់គ្នាគិតថាលោក Trump នៅខាងក្នុងនោះបានបន្តហោះទៅអង់គ្លេសដោយធម្មតាដោយមានអ្នកសារព័ត៌មាននិងបុគ្គលិកសេតាវិមានមួយចំនួននៅលើនោះអ្នកសារព័ត៌មានត្រូវបានប្រាប់ឲ្យបិទបង្អួចហើយយន្តហោះនោះថាញទាំងប្រើសញ្ញាហៅ AF-1 ឬ Air Force One ដើម្បីឲ្យគេជឿថាលោក Trump កំពុងជិះនៅក្នុងយន្តហោះការប្រុងប្រយ័ត្ននេះកើតឡើងចំពេលទំនាក់ទំនងអាមេរិកនិងអ៊ីរ៉ង់កំពុងតានតឹងខ្លាំងនិងមានការព្រួយបារម្ភអំពីផែនការសងសឹកសម្រាប់លោក Trump បន្ទាប់ពីលោក Qasem Soleimani មេបញ្ជាការកងកម្លាំងពិសេសរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូនអាមេរិកនៅអ៊ីរ៉ាក់កាលពីថ្ងៃទី3ខែមករាឆ្នាំ2020តាមការបញ្ជារបស់លោក Trump ចាប់តាំងពីពេលនោះមកអាជ្ញាធរអាមេរិកបានរកឃើញការគំរាមពាក់ព័ន្ធអ៊ីរ៉ង់ជាបន្តបន្ទាប់ហើយនៅពេលដែលលោក Donald Trump ចាក់ចេញពីប្រទេសទួរគីលើកនេះស្ថានភាពកាន់តែគ្រោះថ្នាក់ព្រោះការធ្វើដំណើរសម្ងាត់របស់លោកកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះក្រោយអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ឡើងវិញសេតាវិមានមិនបង្ហាញព័ត៌មានលម្អិតអំពីការគំរាមនេះទេប៉ុន្តែបានបញ្ជាក់ថារដ្ឋាភិបាលបានប្រើគ្រប់មធ្យោបាយចាំបាច់ដើម្បីការពារប្រធានាធិបតី